ឯកឧត្តមហ៊ូតហាក់រដ្ឋមន្ត្រីក្រសួងទេសចរបានអញ្ជើញធ្វើបទពដ្ឋកថាស្ដីពីការអភិវឌ្ឍវិស័យទេសចរនៅកម្ពុជាក្នុងគោលបំណងចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍លើការងារដឹកនាំការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យទេសចរព្រមទាំងការផ្សព្វផ្សាយពីសក្តានុពលទេសចរកម្ពុជាទៅកាន់ពិភពលោកជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍លោកវីរៈសេនីយ៍លោកអនុសេនីយ៍លោកស្រីសាស្ត្រាចារ្យនគរបាលជាតិមន្ត្រីនគរបាលជាតិនិងប្អូនជាសិស្សនិងនិស្សិតចំនួន1450នាក់នាថ្ងៃទី10ខែមេសាឆ្នាំ2025នៅបណ្ឌិតសភានគរបាលកម្ពុជាជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលជារូបវន្តសំខាន់ដែលបណ្ឌិតសភានគរបាលកម្ពុជាសម្រេចបានគួរជាទីកត់សម្គាល់ក្រោមការចង្អុលបង្ហាញតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យឯកមនោសែនប្រធានបណ្ឌិតសភានគរបាលកម្ពុជាព្រមទាំងមានការចូលរួមពីគ្រប់ផ្នែកគ្រប់ថ្នាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងមានវិន័យយ៉ាងម៉ឺងម៉ាត់ឈលលើអភិក្រមជីវភាពនៃប្រព័ន្ធទូអង្គតែមួយនិងក្នុងស្មារតីនៃសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទាំង6អង្គពិធីទាំងមូលបានអបអរសាទរចំពោះការបោះជំហានទៅមុខរបស់វិស័យទេសចរកម្ពុជាដែលជាវិស័យអាទិភាពនិងជាចន្ទុលសេដ្ឋកិច្ចជាតិដ៏សំខាន់និងការបដិញ្ញាចិត្តចូលរួមក្នុងការផ្សព្វផ្សាយនៅយុទ្ធនាការលើទិសស្លោកចំនួន3រួមមានទី1ទេសចរដើម្បីទាំងអស់គ្នាដើម្បីទេសចរដែលជាទិសស្លោករបស់សម្ដេចតេជោទី2ទេសចររីកលូតលាស់ក្នុងសន្តិភាពដែលជាទិសស្លោករបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនិងទី3បុគ្គលម្នាក់គឺជាអ្នកផ្សព្វផ្សាយទេសចរកម្ពុជាម្នាក់ដែលជាទិសស្លោករបស់មហាគ្រួសារវិស័យទេសចរ